លោកអូសុចមានសង្ឃដីកាថាសុកចិត្តសុគតលើទឹកដីខ្មែរក៏មិននិមន្តទៅប្រទេសថៃវិញដែរនេះបតាមវីដេអូខ្លីមួយប្រមាណ1នាទី27វិរបស់ព្រះសង្ឃមួយអង្គដែលមានព្រះនាមថាសុកលមិញបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយក្នុងនោះលោកអូសុចបានមានសង្ឃដីកាថាលោកអូសុកចិត្តសុគតនៅទឹកដីខ្មែរក៏មិននិមន្តទៅប្រទេសថៃវិញដែរស្របពេលជាមួយគ្នានោះគណនី Facebook ខាងលើរបស់ព្រះអង្គក៏បានភ្ជាប់ជាមួយ caption យ៉ាងខ្លីថាលោកអូចិត្តទៅខ្មែរហើយបងប្អូនខ្មែរចាំទទួលលោកអូផងតើលោកឪអាចនិមន្តទៅប្រទេសថៃវិញទេកណាកណាបើតាមព័ត៌មាននេះកណាមិនអាចឆ្លងព្រំដែនទៅចិនទឹកដីថៃបានតែមកចង្ហៀនក៏អត់បានទេផ្អាកសិនកណាឡើយអញ្ចឹងមានន័យថាលោកឪផ្អាកសិនកណាចាំស្ងប់ស្ងាត់កណាគឺយ៉ាងម៉េចក៏ខ្វៃកណាក៏ត្រូវទៅតែមានទៅថៃទៅខ្មែរទៅខ្មែរទៅខ្មែរបើថាអានេះសូមមេត្តាពីរដ្ឋាភិបាលខ្មែរថាគុំចាប់คณะណាជួនទៅថៃទីហោថាបើរដ្ឋបាលខ្មែរចាត់ខ្មៅចាប់คณะជួនទៅថៃមុនដល់ថៃคณะសុំចំកងងឹបលើឡានព្រិះថ្វាយជីវិតនេះទុកទឹកដីខ្មែរកណានេះធំដុំមិនគុណកណាអរគុណច្រើនហើយកណាហើយប្រជាជនខ្មែរឃើញមានការគ្រប់គ្រងលោកឪច្រើនណាកណាច្រើនហើយសូមញាតិញោមប្រុសស្រីទាំងអស់បើលោកឪនិមន្តទៅខ្មែរជួយណាចាត់ចែងប្រគេនលោកឲ្យគង់ជាសុខផងបើទាំងបច្ច័យ4ទាំងទីសនាសនៈអីការកសាងអីគឺចាត់ចែងប្រគេនលោកផងបើថ្ងៃណាមួយបើលោកនិមន្តទៅខ្មែរញាតិញោមណាគង់ទៅតែមិនដឹងតែណាចឹងថ្លែងគុំនេះឡើយកណាអរគុណច្រើនកណាជាស្ដែងបន្ទាប់ពីស្ដាប់សង្ឃដីការបស់លោកអូសុចរួចមកស្រាប់តែមហាជនជាច្រើនបានចូលទៅខមមិនប្រព្រឹត្តថាមោទនភាពណាស់លោកអូសុកចិត្តសម្លាប់ខ្លួនលើទឹកដីខ្មែរក៏មិនជ័យជន់ទឹកដីសៀងដែរលោកអូមានសាច់ឈាមចូលជាខ្មែរពិតជនជាតិខ្មែរទាំងអស់គោរពលោកអូជានិច្ចបានលោកអូមកគង់នៅទឹកដីខ្មែរវិញពុទ្ធបរិស័ទមានការកក់ក្ដៅយ៉ាងខ្លាំងលោកអូមកគង់នៅខ្មែរមិនខ្វះទេញាតិញោមធ្វើចង្ហាន់យកទៅប្រគេនលោកអូស្រណោះណាស់បានលើសង្ឃដីកាលោកអូពលបែបនេះព្រះអង្គពិតជាមានឈាមជ័រខ្មែរពិតខ្មែរស្រឡាញ់ខ្មែរទោះរស់នៅទីណាកន្លែងណាក៏នៅតែខ្មែរជានិច្ច